អភិបាលស្រុកស្ទងនាំយកថវិកាដល់ថ្លៃថ្លាសម្ដេចតេជោហ៊ុនសែននិងអំណោយឯកឧត្តមថោជេដ្ឋាចូលរួមរំលែកទុក្ខប្រគល់ជូនគ្រួសារអតីតយុទ្ធជននិងវីរៈកងទ័ពជួរមុខនៅ4ទីតាំងផ្សេងគ្នាតារា Cambodia News នៅរសៀលថ្ងៃទី23ខែមករាឆ្នាំ2026នេះលោកសាយគឹមឡំអភិបាលស្រុកស្ទងនិងសហការីបាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសមាគមអតីតយុទ្ធជនកម្ពុជាព្រមទាំងអំណោយរបស់ឯកឧត្តមថោជេដ្ឋាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទងទៅសំណេះសំណាលសួរសុខទុក្ខចូលរួមរំលែកទុក្ខប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនវីរៈកងទ័ពជួរមុខដែលបាននឹងកំពុងសម្រាប់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យស្ទងក្នុងឱកាសនោះដែរលោកបានពំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននិងឯកឧត្តមថោជេដ្ឋាដែលសម្ដេចនិងឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់និងរលឹកដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទងជាពិសេសក្រុមគ្រួសារអតីតយុទ្ធជននិងបងប្អូនវីរៈកងទ័ពដ៏អង្អាចក្លាហាននៃយើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្សត្រនិងសុខសន្តិភាពសម្រាប់ពុកម៉ែបងប្អូនជួរក្រោយដែលបានយកទ្រង់ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាងជាមួយគ្នានេះលោកសាយគឹមឡំបានកោតសរសើរខ្ពស់ដល់ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកស្ទងដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺជូនពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសក្រុមគ្រួសារនិងវីរៈកងទ័ពដែលបានកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យនេះយ៉ាងល្អប្រសើរកន្លងមកនិងត្រូវខិតខំបន្តកិច្ចការនេះឲ្យបានល្អប្រសើរឡើងថែមទៀតសូមបញ្ជាក់ថាលោកសាយគឹមឡំបាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងអំណោយរបស់ឯកឧត្តមថោជេដ្ឋាទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោកអ៊ីមសុកមេងនៅឃុំកំពង់ចិនត្បូងក្រុមគ្រួសារសពលោកប៉ែនសំអត់នៅឃុំសំប្រូចដែលក្នុងមួយគ្រួសារទទួលបាននៅថវិកា4លានរៀលនិងវីរៈកងទ័ពកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្ទងម្នាក់ដែលទទួលបាននៅថវិកា200000រៀលនិងនៅភូមិពពីឃុំទ្រាស្រុកស្ទងខេត្តកំពង់ធំក្នុងមួយនាក់ទទួលបានថវិកា20000រៀលរបស់ឯកឧត្តមថោជេដ្ឋានិងរដ្ឋបាលឃុំពពាយចំនួន20000រៀលព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនពិសេសបានចែកជូនដល់លោកតាលោកយាយនិងកុមារនៅក្នុងឃុំទ្រានៅសម្លៀកបំពាក់គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនធំទៀត